nè cái phụ xi mà vừa mà nơi mùi nâng dương cái vòng phồn là bay vào nó là còng kề mùi tiệt bằng dây tới sau bay sky cũng nơi mùi phụ bia đây chặt mà nơi mùi khai dương thư ấy vòng ôi mình vô sky thôi vinh ơi bạn nêu cho cậu dân ha này đừng muốn nè nó đang rờ con rờ co dọn hộp này nô không bánh luôn mà là cái bang thế thà thì muốn cha sập cậu dân ha sớm mai ấy luôn nô lên là này tụt lăng xe lấy ăn điên đi mà mày cúi tre mày như thế không chặt thì vậy quả mày chơi mà mép đã mà từ đấy mà chẳng chỉ được vào đây chỉ được ô thì nhầm tàu vây nó xong mẹ cho bồn nói anh vô là anh bắt tất cả đấy với anh là vô ngon từ vinh xong pun vô pun này cứ phải hoa từ vinh xong pun vô pun đây ออกคนกลางปลูกไม้บางต้นการเลยจะจัดไอ้พวกยมสบาย chiên rẽ sông song xa karaoke vô pun đây từ vinh nhá ตัวใบแต่เด็กมันแอดหุบมันกรอนก็น่าจะต่อสู้ได้บางคนแบบ bà tình năng su rốc chặt sky bà chặt sky lấy bắt màn ngày vậy bà khơi như xôm vơ cho cái lai nguyên phong chặt sky nè tại sky này ọt bài ọt nực mà trắng á bài cùng nực tật cùng phê đây chẳng mà chặt sky khơi như xôm người ta màu vinh chưa bằng tuần bắt màn ngày khơi màu vinh như bà nàng ọt con tràn bà បងប្អូនពលិកាផលិតផលថៃទាំងអស់គ្នាបងប្អូនមើលដៅក្របធំនេះមកក្របនេះដឹងមិនទេនេះពលិកាផលិតផលថៃទាំងអស់គ្នានេះមើលហើយ ហើយមើលនេះបងប្អូនចូលចិត្តពិសានឹងចូលចិត្តហូបរបស់ផាន់សៀមបងប្អូនឃើញដៅប៉ុនស្រះឃើញនេះលិចក្បាលបាត់ដៅបងប្អូនមើលនេះដៅទាំងមានប៉ុណ្ណឹងគនត្រូលនៅផលិតផលខ្មែរយើងបាទទាំងអស់គ្នាបងប្អូនបាទអរគុណច្រើននេះគឺជាដើមទឹកដោះគោពុកម៉ែបងប្អូនបាទអាហ្នឹងផ្កាវាហ្នឹងគឺពុកម៉ែបងប្អូនយើងតែនៅខាងក្នុងអត់ដឹងតែបើនៅខាងព្រះវិហារយើងគឺបេះស្លកគោពុកម៉ែបងប្អូនបាទផ្កាពេញព្រៃបាទផ្កាពេញព្រៃស្អាតមែនទែនហើយផ្កាគេហ្នឹងគេយកស្លកគោតែបើនៅខាងនេះគេហៅថាដើមដោះគោពុកម៉ែបងប្អូនដើមទៅដោះគោហើយមើលបើនិយាយទៅកាច់ទៅមានជួរបងប្អូនបាទជួរចឹងដូចទឹកដោះចឹងបាទកាច់ទៅដូចទឹកដោះចឹងហើយស្លគោស្លអីខ្លះបងប្អូនយើងយកទៅស្លប្រហើស្លអីហើយមានរសជាតិឆ្ងាញ់តាបងប្អូនបាទហើយឡើងពេញព្រៃមកកញ្ចុំរហូតដល់ផ្កាឡើងសគោហើយមានអីទេនៅស្រុកព្រៃភ្នំមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនបាទតែបើនៅខាងបងប្អូនដឹងហៅថាផ្កាអីក៏ផ្កាអីខ្ញុំអត់ដឹងផ្កាអីដើមអីខ្ញុំអត់ដឹងដែរតែបើនៅនេះគេហៅថាដើមទឹកដោះគោហ្នឹងហើយផ្កាគាត់អត់មានក្លិនក្អូបមិនមានអីទេបងប្អូនអត់មានបាទតែបើរសជាតិពេលសម្លឆ្អិនវិញស្មាតដោសបងប្អូនបាទគឺឆ្ងាញ់ណាស់បាទហើយផ្កាស្អាតមែនទែនហើយសស្ព្រុះមកព្រីអីមើលបងប្អូនព្រីអាការនេះស្អាតមែនទែនស្រស់ប្រងមកទឹកដីខេត្តព្រះវិហារ
ជាទឹកដីមួយឆារយៈមួយដែរបាទណាហើយគ្រប់ជូនពរពុកម៉ែបងប្អូនសុខភាពល្អស្នាមល្អបាទគ្រប់ទិវារាត្រីទាំងអស់គ្នាពុទ្ធច្រើន ទេតែគេនៅទូជាជុំទាំងកន្លងនេះក៏គេ បងប្អូនអើយនេះនៅលើភ្នំតាមបន្ទប់ទឹកតាមលែនឋានយ៉ាងមិនថាបងប្អូនដែលមានថ្នាំមូសធុកមូសហើយយ៉ាងសំណុំពរបងប្អូនអើយនេះឲ្យតែមានធុកមូសថ្នាំមូសទទួលយកនេះហើយសម្បូរបងប្អូនបាទនេះមកគូមកពើកគ្នាក្នុងបន្ទប់ទឹកចឹងមិនថាបងប្អូនមានថ្នាំមូសនិងធុកមូសយ៉ាងខ្ញុំយកដើម្បីបាញ់ក្នុងលេនឋានបាញ់តាមកន្លែងដេកកន្លែងអីនេះមើលនេះសម្បូរហើយមូសក៏សម្បូរដែរបងប្អូនបាទជសួរពុកម៉ែបងប្អូនបាទហើយនេះគឺសិតសឹងតែជាឆ្មាត់បាទព្រោះស្រូវអនុមកព្រោះស្រូវពូជការរំដួលរបស់ផនអញ្ញាលៀងលេងបាទបានឧបត្ថម្ភក្នុងមួយគ្រួសារកងទ័ពចំនួន100គីឡូក្រាមដើម្បីបង្កបង្កើនផលរដូវនេះគឺជារដូវយើងសាបព្រោះបង្កបង្កើនផលជាលក្ខណៈគ្រួសារបាទថ្ងៃនេះគឺជាថ្ងៃទី3ខែ6ឆ្នាំ2026បាទស្ថិតនៅក្នុងចំការស្រែលោកនាយបាទហើយដល់ពេលនេះដល់ពេលមុំហ្នឹងណា ច្រើនពុកម៉ែបាទជួបមុខបងប្អូនប្រុសដែលចាញ់បោកជនឆោបោកថាផ្ញើត្រេនចំនួន20ផ្លែឲ្យខំរេងគៀគ្នាម្នាក់ 5000 បាញ់លុយជូនគាត់ឲ្យគាត់លុកចោលបាទលុកចោលបាត់ពេលបានលុយលុកចោលបានដល់ត្រេនដល់ទេបងប្អូនអើយឥឡូវកូនប្រុសតាំងខ្ញុំលេងបានផ្ញើត្រេនមកហើយបានលេងអូ selfie អាចចាំជួបលេងហើយលេងគាត់បានឧបត្ថម្ភត្រេនមកហើយលោកជំទាវមកអ៊ីនិងលោកកញ្ញាយឹមតាស្រង់ឲ្យបងតាក់ទងតែបងបានតាក់ទងเลยដែរតាក់ទងទៅគាត់ហើយបាទហ្នឹងហើយតាក់ទងឥឡូវបានជួបហើយនេះហើយខ្ញុំថាបានឆ្ងាញ់មាត់នេះចាញ់បោកទៅទៀតចឹងហើយបងប្អូនអើយអាណិតគាត់មើលណាស្នាលថ្មីថ្មីឲ្យទៅធ្វើបាបគាត់ 3-4 ម៉ឺនឲ្យធ្វើបាបគាត់ចឹងឲ្យប្រាក់ខែគាត់បានប្រមាណបែងចែកទៅឆ្នាំពេទ្យផងទៅប្រពន្ធទៅកូនទៅម៉ែទៅឪផងទៅបោកគាត់នឹងបានប្រយោជន៍បានប៉ុនមែនស៊ូគាត់មែនអ្នកបោកហ្នឹងហើយវីដេអូនេះផ្ដាំទៅអ្នកបោកដែរបាញ់បោកពួកខ្ញុំទេខ្ញុំមានអីបោកទេបងប្អូនអើយឈប់ទៅបាទបោកអុកញ៉ាបោកអីបោកមានលុយវត្តលៀនឡាវបោកនេះមើលនេះមានលើដុំមានអីឲ្យបងប្អូនបោកទេនឹងអរគុណច្រើនហើយនេះមកយកត្រេននេះអូនមកយកទឹកផងហើយនឹងសុំត្រេនតែបោកទៅឲ្យអរគុណច្រើនវិញ